បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំបង្រៀនអំពីអឺមុខងារទៅលើ file home មួយៗឲ្យលម្អិតឲ្យបងប្អូនយល់តើថាមុខងារនីមួយៗនេះយើងប្រើសម្រាប់ធ្វើអ្វីអញ្ចឹងខ្ញុំសូមចូលពាក្យថា file ពាក្យថា file នេះគឺយើងអាចប្រើប្រាស់អញ្ចឹងខ្ញុំចុចចូល file យើងអាចប្រើប្រាស់ខ្ញុំលើកតែសំខាន់យកមកទៅចែកទេខ្ញុំលើកចំណុចសំខាន់យកមកបង្ហាញបងប្អូនអញ្ចឹងទី1ដែលសំខាន់ទី1គឺយើងប្រើពាក្យ save នេះគឺយើងមានន័យថាយើងទៅ save លើឯកសារយើងយក save យើងយក browse បន្តមកទៀតមកដល់កន្លែងទាំងដែលយើងរើសត្រូវផ្ទុកទៅលើឯកសាររបស់យើងអញ្ចឹងខ្ញុំរើសដាក់នៅក្នុង desktop បន្ទាប់មកកន្លែងពាក្យ file name នេះបងប្អូនបំពេញឈ្មោះទៅលើ file ដែលបងប្អូនប្រើការមានន័យថាបងប្អូនដាក់ឈ្មោះដើម្បីងាយស្រួលរកអញ្ចឹងខ្ញុំដាក់ឈ្មោះថាមេរៀនទី3មេរៀនទី3បន្ទាប់មកកន្លែង save as type នេះខ្ញុំយក work document បន្តមកទៀតខ្ញុំចុចពាក្យថា save ពេលនោះគឺឯកសារនៅគឺឈ្មោះនៅកន្លែង document 1នេះគឺទៅមេរៀនទី3អញ្ចឹងនេះគឺជាចំណុចដែល file ហើយក្នុង file នេះផងដែរយើងអាចប្រើប្រាស់ទៅលើការ print អញ្ចឹងចូលកន្លែង print កន្លែងនេះដោយសារយើងអត់មានអក្សរពេលយើង print ទៅគឺចេញតែពណ៌សហើយកន្លែងនេះគឺយើងកំណត់กระดาษ A4 ឬក៏ margin ហើយនឹងកន្លែងមុខងារ package up នេះគឺការកំណត់ទៅលើ game ទៅលើផ្ទៃនៃអក្សរបានច្រើនអញ្ចឹងខ្ញុំបង្ហាញបងប្អូនតែប៉ុណ្ណឹងសិនទី2ខ្ញុំចូលដល់កន្លែង home អញ្ចឹងក្នុង home នេះយើងមានមុខងារជាច្រើនសម្រាប់បង្ហាញដល់បងប្អូនអញ្ចឹងមកវល់ខាងនេះគឺគេមានឈ្មោះថាគ្រប់អញ្ចឹងនៅក្នុងនេះគឺមានឈ្មោះគ្រប់យើងអាចប្រើប្រាស់ទៅលើ path ទៅលើ copy ទៅលើ path ហើយនឹង format printer នេះបានដោយប្រើអត់ខុសគ្នាប្រហែលទេបងប្អូនឧទាហរណ៍ដល់ខ្ញុំសរសេរថាមេរៀនទី3បន្តមកទៀតខ្ញុំសរសេរក្រោមនេះមេរៀនទី3ដូចគ្នាក៏ប៉ុន្តែខ្ញុំយកអានេះគឺអក្សរនេះគឺខ្ញុំយកខ្មែរ S content ហើយ size 18បន្តមកនេះគឺអត់ផ្លាស់ប្ដូរទៅណាទេគឺនៅដដែលអញ្ចឹងខ្ញុំចង់បើសិនជាខ្ញុំប្រើពាក្យថា copy នេះឧទាហរណ៍ខ្ញុំសាច់លើនេះខ្ញុំប្រើពាក្យថា copy ខ្ញុំមកចុចឧទាហរណ៍ថាខ្ញុំចង់ផ្លាស់ប្ដូរអក្សរនេះទៅទីតាំងផ្សេងអញ្ចឹងខ្ញុំចុចជាហើយខ្ញុំយក copy ខ្ញុំយកមកដល់កន្លែងនេះខ្ញុំចុចពាក្យ paste អញ្ចឹងគឺបានទំហំដូចគ្នានេះមួយទៀតប៉ុន្តែបើករណីថាបងប្អូនថាអត្ថន័យឥឡូវនេះមេរៀនទី3ក៏ប៉ុន្តែអាក្រោមនេះមេរៀនទី4ចង់ឲ្យទំហំអក្សរនិងfont អក្សរដូចគ្នាអញ្ចឹងបើសិនជាបងប្អូនប្រើពាក្យថា copy នេះបន្តមកបងប្អូនយកមក paste copy អញ្ចឹងមេរៀនទី3ដែរប៉ុន្តែឥឡូវនេះគឺមេរៀនទី4ខ្ញុំចង់បានមេរៀនទី4ប៉ុន្តែទំហំអក្សរនិងfont អក្សរដូចគ្នាបងប្អូនអាចប្រើពាក្យ format printer អញ្ចឹងបងប្អូនចុចនេះមេរៀនទី3បងប្អូនយកពាក្យថា format printer យកមកស្លេចលើមេរៀនទី4នេះពេលនោះគឺអក្សរទំហំអក្សរដូចគ្នាហើយអត់បាត់ទៅលើតន័យទេនេះគឺជាមុខងារគ្រប់ដែលមានcopy cut paste ជាមួយនឹង format printer អញ្ចឹងនៅកន្លែងមួយទៀតគឺ cut នេះអត់បានបង្ហាញអញ្ចឹងបើចង់ cut ខ្ញុំចង់ cut មានន័យថាយើងកាត់ចោលនៃអក្សរដែលយើងមិនចាំបាច់ឧទាហរណ៍ខ្ញុំselectមេរៀនទី3ខ្ញុំ cut ពេលនោះគឺបាត់ទៅលើនេះអញ្ចឹងការមុខងារដែលគ្រប់នេះគឺយើងប្រើសម្រាប់ copy ហើយនឹង paste ហើយនឹង cut បន្តមកទៀតដល់កន្លែងនេះពីត្រឹមនេះមកវងនេះ
គេហៅថា font អញ្ចឹងនៅក្នុង font ហ្នឹងយើងប្រើបានច្រើនទី1យើងប្រើពាក្យទៅលើ font អក្សរយើងអាចរើសអក្សរបានតាមចំណង់ចំណូលចិត្តឬក៏តាមការកំណត់នៃឯកសារបងប្អូនទី2បងប្អូនអាចកំរើសទៅលើ font size មានន័យថារើស size នៃអក្សរនេះឧទាហរណ៍ថាខ្ញុំចង់យកឡើយនេះគឺ size 20អញ្ចឹងខ្ញុំអាចយក20បានធំឬក៏បងប្អូនមិនចាំបាច់ប្រើកន្លែងនេះមិនចាំបាច់ប្រើកន្លែង size នេះបងប្អូនអាចប្រើនៅកន្លែង A ធំនេះ A ដែលមាន apostrophe ពីលើនេះបងប្អូនចុចកន្លែងហ្នឹងរហូតកាន់តែធំហើយខាង size នេះគឺវាកាន់តែរិចតាមបើបងប្អូនចុចទៅលើ A នេះអញ្ចឹងបងប្អូនចង់បន្ថយមកវិញបងប្អូនចុចកន្លែង A តូចនេះអញ្ចឹងពេលហ្នឹងគឺអក្សរវាមានការបូករួមមកក្រោមវិញបន្តមកទៀតខ្ញុំបង្ហាញខាងក្រោមនេះខាងអក្សរ B នេះមានន័យថា ball អញ្ចឹងមានន័យថាគឺអក្សរដិតបើយើងភាសាកាត់មកថាអក្សរដិតចុចបកទៅគឺអក្សរដិតហើយ I នេះគឺបើយើងនិយាយភាសាអង់គ្លេស English ប៉ុន្តែយើងប្រើមកគេស្រាប់ trade អក្សរនេះ trade អញ្ចឹងបងប្អូនឃើញថាអក្សរ trade ហើយអក្សរ U មាននេះគឺគេប្រើពាក្យថា underline យើងប្រើសម្រាប់គូបន្ទាត់ខាងក្រោមនៃអក្សរឧទាហរណ៍ថាបងប្អូនចង់គូបន្ទាត់នៃអក្សរនៃមេរៀនទី1មេរៀនទី3នេះអញ្ចឹងបងប្អូនចុចទៅគឺចេញគូបន្ទាត់ពីក្រោមឬក៏បងប្អូនចង់បានបន្ទាត់ខាងក្រោមនេះ2បន្ទាត់ឬក៏3បន្ទាត់ឬក៏4បន្ទាត់អញ្ចឹងបងប្អូនចុចទៅកន្លែងសញ្ញាទុចទូចនេះមួយបងប្អូនរើសនេះបាន2បើបងប្អូនចង់បានច្រើននឹងទៀតបងប្អូនយកមក underline បងប្អូនរើសកន្លែងនេះអាចរើសតាមអ្វីដែលបងប្អូនចង់បានឧទាហរណ៍បងប្អូនចង់បាននេះឬក៏ចង់បានលើហ្នឹងបងប្អូនអាចចុចកន្លែងហ្នឹងបានចុច save អញ្ចឹងគឺបានតាមអ្វីដែលបងប្អូនចង់បានហើយបើសិនជាបងប្អូនចង់ដោះចេញនៃ underline នេះបងប្អូនគាត់ចុចទៅលើនេះទៅគឺដោះបានហើយបន្តមកទៀតគឺកន្លែង ABC គូបន្ទាត់ពីលើនេះមានន័យថាបងប្អូនចង់គូបន្ទាត់ទៅលើអក្សរដែលបងប្អូនគិតថាវាមិនត្រឹមត្រូវឬក៏បងប្អូនគិតថាអក្សរហ្នឹងគឺបញ្ជាក់ថាវាខុសអញ្ចឹងបងប្អូនអាចចុចនេះបានទៅគឺគូបន្ទាត់លើអក្សរអញ្ចឹងខាងក្រៅ x ពីខាងក្រោមនឹង x ការ៉េនេះបងប្អូនអាចប្រើឧទាហរណ៍ថាបងប្អូនចង់សរសេរឧទាហរណ៍ថាម៉ែត្រការ៉េឧទាហរណ៍20000ម៉ែត្រការ៉េ20000ម៉ែត្រការ៉េខ្ញុំដាក់លេខចឹងហើយខ្ញុំដាក់លេខ2អញ្ចឹងបងប្អូនចង់ឲ្យលេខ2នៅខាងលើបងប្អូនគាត់សាច់លេខ2នេះមកចុចខាងលើអញ្ចឹងលេខ2ទៅខាងលើឬក៏ចុចខាងក្រោមបងប្អូនចុចខាងក្រោមមកគឺលេខ2នៅខាងក្រោមនេះក៏ប្រើសម្រាប់មុខងារពាក់ព័ន្ធជាមួយការដាក់ការ៉េឬក៏យើងប្រើទៅលើការដូចជាលេខរៀងអិនសរោអញ្ចឹងកន្លែងត្រឹម A និងតិច highlight នេះហើយនឹង fold color នេះអាហ្នឹងគឺយើងប្រើប្រាស់សម្រាប់ដាក់ពណ៌ទៅលើអក្សរឧទាហរណ៍ខ្ញុំបង្ហាញA នេះមួយចុះឧទាហរណ៍ខ្ញុំចង់បង្ហាញរចនាអក្សរជាប៉កចឹងមកបងប្អូនឃើញរើសតាមអ្វីបងប្អូនត្រូវការប្រើប្រាស់ខ្ញុំចុចចឹងគឺអក្សរបងប្អូនគឺរត់តាមអក្សរដែលយើងរើសចឹង underline គឺដាក់ពណ៌ហើយនឹង shadow នេះគឺយើងប្រើសម្រាប់ព្រាលហើយនឹង reflection ការចំណាំផ្លាតខាងក្រោមហើយនឹង crow គឺសម្រាប់ដាក់ពណ៌នៃអក្សរអញ្ចឹងខ្ញុំមិនបង្ហាញលម្អិតទាំងអស់ទេព្រោះខ្ញុំបង្ហាញតែត្រួសតើមុខងារមួយប្រើសម្រាប់ធ្វើអ្វីអញ្ចឹងកន្លែង text highlight នេះបងប្អូនគ្រាន់តែ select ទៅលើអក្សរដែលបងប្អូនចង់ដាក់បងប្អូនចុចប៉ក់លើនឹងមកគឺពណ៌អក្សរលោតទៅនឹងបងប្អូនចង់ដូរពណ៌ទៅជាពណ៌ខៀវពណ៌ក្រហមបងប្អូនចុចកន្លែងនេះបងប្អូនយកពាក្យពណ៌ខៀវឬក៏ក្រហមឬក៏ពណ៌អីផ្សេងៗទៅអញ្ចឹងបងប្អូនចង់ដោះពណ៌ចេញវិញបងប្អូនគ្រាន់តែចុចលើហ្នឹងបន្តមកទៀតបងប្អូនយកកន្លែងនេះបងប្អូនចុច no color ពេលនោះគឺដោះចេញបន្តមកទៀតពាក់ព័ន្ធជាមួយនឹងA ដែលមានសញ្ញាក្រហមក្រោមនេះបងប្អូនដូចគ្នាខុសនេះទេគឺដាក់ពណ៌នៃអក្សរអញ្ចឹងខ្ញុំដាក់ពណ៌ក្រហមវាលោតក្នុងហ្នឹងឬក៏បងប្អូននឹងរើសក្រៅពីហ្នឹងយកពណ៌រៀងខៀវឬក៏ពណ៌រៀងអីផ្សេងបងប្អូនគាត់ថាចង់បានអញ្ចឹងយើងរើសក្នុងហ្នឹងបានខាងនេះគឺ design ទៅលើអក្សរនិងការដាក់ពណ៌អញ្ចឹងខ្ញុំចង់ដោះចេញវិញ
ខ្ញុំគ្រាន់តែ select ខ្ញុំយកពាក្យថា automatic គឺវាមកទំហំ model វិញនេះខ្ញុំបោះទៀតវាអត់តន់អស់ខ្ញុំសុំដល់សិនបងប្អូនមកទំហំ model វិញអញ្ចឹងកន្លែងមួយជួរនេះគឺខ្ញុំបង្ហាញបងប្អូនអស់ហើយអញ្ចឹងនៅខាងលើនេះគឺជាវាមិនចាំបាច់ទេនេះយើងប្រើប្រាស់សម្រាប់តែពាក់ព័ន្ធជាមួយនឹងអក្សរជាភាសាអង់គ្លេសឧទាហរណ៍ខ្ញុំបង្ហាញបងប្អូនមួយចុះចឹងឧទាហរណ៍តែខ្ញុំសរសេរឈ្មោះជាភាសាអង់គ្លេសឈ្មោះថាសុកកាតចឹងបងប្អូនចង់ប្រើមុខងារមួយនេះមានន័យថាយើងប្រើសម្រាប់អក្សរធំខាងមុខហើយនៅខាងក្រោយនេះទូចឬក៏ទូចខាងមុខអក្សរខាងក្រោយនេះធំចឹងបងប្អូនចង់ផ្លាស់ប្ដូរទៅថាទិន្នន័យបងប្អូនច្រើនបងប្អូនវាទៅច្រើនតែបងប្អូនគាត់ថាអក្សរខ្លះបងប្អូនវាទៅអត់ដឹងកន្លែងក្បាលចាប់ផ្ដើមនោះគឺអក្សរធំទេចឹងបងប្អូនអាចចុចទាំងអស់នេះមកបន្តមកទៀតបងប្អូនចូល A ធំ A តូចបងប្អូនយក sentence ខាស់គឺបង្ហាញអក្សរធំមកខាងមុខនេះអក្សរ S នេះគឺអក្សរធំក្រៅពីហ្នឹងពី O មកដល់អក្សរ T នេះគឺអក្សរតូចបងប្អូនចង់យកlevel ខាស់បងប្អូនចុចនេះគឺខាងមុខនេះតូចវិញហើយខាងក្រោយធំបងប្អូនយកupper ខាស់មានន័យថាអក្សរបងប្អូនគឺធំទាំងអស់អញ្ចឹងគឺបងប្អូននៅក្នុងនេះបានឬក៏បងប្អូនចង់ដាក់អីគេចង់ដាក់ capital keyword បងប្អូនយកនេះបានគឺធំខាងមុខខាងក្រោយនេះទូចទាំងអស់អញ្ចឹងមុខងារ A ធំ A តូចនេះគឺប្រើសម្រាប់អក្សរបើយើងធំតូចហើយកន្លែង A ដែលមាននេះគឺយើងចុចលើនេះគឺវាអក្សរទៅទំហំដើមនៅពេលយើងវាយត្បូងអញ្ចឹងត្រឹម home នេះខ្ញុំបង្ហាញបងប្អូនត្រឹមតែគ្រប់នេះមួយជាមួយនឹង font នេះមួយអញ្ចឹងវីដេអូក្រោយៗខ្ញុំនឹងបង្ហាញបងប្អូនអំពី paragraph នេះតើមុខងារទាំងអស់នេះតើធ្វើអ្វីហើយត្រឹមខាង BC នេះខ្ញុំបង្ហាញបងប្អូនទេព្រោះវាមិនជាចាំបាច់សំខាន់ប្រហែលទេពិបាកក្នុងការបង្ហាញទេអញ្ចឹងណាអញ្ចឹងវាមានសំខាន់ទេគឺជាការ highlight ពណ៌ទេឬក៏ទៅលើ highlight អក្សរហើយនៅខាង file ខាង display នេះគឺការប្រើប្រាស់ទៅលើរូបភាពខុសអញ្ចឹងសម្រាប់វីដេអូនេះផងដែរគឺបញ្ចប់ត្រឹមតែប៉ុណ្ណឹងបើសិនជាបងប្អូនមានចម្ងល់ឬក៏បងប្អូនមានសំណួរអាចសួរក្នុង comment វីដេអូនេះបានខ្ញុំនឹងធ្វើជូនសម្រាប់បងប្អូនដែលមានចម្ងល់សូមអរគុណបងប្អូនដែលបានតាមដានវីដេអូតាំងពីដើមរហូតដល់ចប់បើសិនជាបងប្អូនពេញចិត្តនៅវីដេអូរបស់ខ្ញុំសូមបងប្អូនចុច like ចុច share comment និងចុច subscribe ដើម្បីទទួលបានវីដេអូថ្មីៗជាបន្តជាចុងក្រោយសូមអរគុណ